នេះបាហូរបស់ខ្ញុំគឺរួចរាល់ហើយមើលទៅវាសភៅល្អមែនតើណានេះមើលទៅល្អមែនតើយើងលីងវាឲ្យឡើងពងកលាតអញ្ចឹងណាខ្ញុំបង្ហាញពីវិធីធ្វើបាហូអញ្ចឹងខ្ញុំយកសាច់នេះគឺសាច់ច្រឡោយើងហាន់វាតសៃប៉ុណ្្នឹងយើងហាន់វាបដោយតសៃយើងមើលតសៃវាដែរអញ្ចឹងណាហើយខ្ញុំហាន់វានេះប៉ុណ្នេះមកអញ្ចឹងណាចឹងសាច់ជ្រូកនេះគឺខ្ញុំដាក់ចំនួន1គីឡូកន្លះសាច់ជ្រូកនេះយកសាច់ច្រឡោយើងហាន់វាតសៃបដោយតសៃវាអញ្ចឹងទៅវាមានតសៃមកស្អាតណាហើយខ្ញុំដាក់អំបិលមួយស្លាបព្រាស្ករសមួយស្លាបព្រាហើយនឹងម្សៅស៊ុបបន្តិចរួចហើយខ្ញុំរងាស់វាឲ្យវាផុយសាច់ជ្រូកនឹងសិនណានេះឥឡូវខ្ញុំបន្តវារងាស់វាឲ្យចេញទឹកព្រៃពីសាច់ជ្រូកហើយខ្ញុំដាក់ទឹកចូលបន្តិចទៀតដើម្បីរងាស់ឲ្យសាច់ជ្រូកនឹងវាផុយល្អយើងដាក់គ្រឿងមកល្មមសិនទៅឲ្យវាចូលជាតិល្មមសិនហើយបាច់យើងថែមគ្រឿងតាមក្រោយទៀតនេះបន្ទាប់ពីខ្ញុំរងាស់វាឲ្យវាផុយអញ្ចឹងឥឡូវវាចាប់ដើមផុយហើយអញ្ចឹងខ្ញុំបន្ថែមស្ករថែមអំបិលឲ្យវាប្រៃផ្អែមល្មមណាយើងដាក់វាចាស់តិចទៅប្រៃបាហូរសជាតិវារៀងដិតណារួចហើយយើងភ្លក់មើលតាមចំណូលចិត្តយើងឲ្យវារៀងចាស់គ្រឿងណានេះឥឡូវនេះវាចាប់ផ្ដើមដាច់ទឹកអញ្ចឹងយើងបន្តរំងាស់វាឲ្យដាច់ទឹកអស់រលីងអញ្ចឹងណាហើយយើងញុំវាឲ្យវាបាយសាច់បាក់ហ៊ូយើងដែរអញ្ចឹងណាយើងបន្តងាស់វាឲ្យវាដាច់ទឹកសិនមកយើងយកទៅបុកបន្តទៀតនេះឥឡូវនេះខ្ញុំលីងវាឲ្យវាដាច់ទឹកអញ្ចឹងនេះឲ្យវាដាច់ទឹកអញ្ចឹងណាសោះអញ្ចឹងហើយយើងភ្លក់មើលឲ្យវារៀងចាស់គ្រឿងប្រៃផ្អែមដិតបន្តិចទៅហើយបន្តមកគឺខ្ញុំយកវាទៅញោមនឹងត្បាល់បន្តទៀតឲ្យវាបែកចេញពីគ្នានេះឥឡូវខ្ញុំចាប់ផ្ដើមយកបាហូនឹងមកញោមវាឲ្យវាបែកចេញពីគ្នាអញ្ចឹងណាអញ្ចឹងយើងយកតែញោមវាអញ្ចឹងធ្វើម៉េចឲ្យវាសពីតណាធ្វើម៉េចឲ្យវាបែកចេញពីគ្នាអញ្ចឹងយើងញោមវាអញ្ចឹងទៅឲ្យវាបែកចេញពីគ្នាអញ្ចឹងណារួចហើយយើងយកវាទៅលីងបន្តទៀតលីងឲ្យវាស្ងួតបន្តទៀតណានេះបន្តមកគឺយើងលីងវានៅលើភ្លើងណាយើងដាក់ភ្លើងតិចបានហើយកុំឲ្យដាក់ភ្លើងខ្លាំងពេកទេវានឹងខ្លោចអញ្ចឹងយើងលីងវារហូតដល់តើវាដាច់ទឹកណាដល់វាពងកលាលីងវាឲ្យសភៅដាច់ទឹកស្ងួតល្អទៅយើងទុកបានយូរនេះយើងបន្តលីងវារហូតដល់តើវាឡើងពងកលាអញ្ចឹងណានេះហើយយើងបន្តលីងវារហូតដល់តើវាស្រួយហើយដាច់ទឹកអស់ណាទៅយើងអាចទុកបានយូរបានចឹងទៅវាដុះផ្សិតហើយអញ្ចឹងយើងបន្តលីងវារហូតដល់តើវាស្រួយល្អយើងដាក់ភ្លើងតិចទៅហើយយើងត្រឡប់វាទៅមកអញ្ចឹងណាឲ្យវាស្រួយដាច់ទឹកល្អនេះឥឡូវល្អមែនតើបាហូយើងណាយើងលីងវារហូតដល់តែវាឡើងស្រួយល្អនេះឥឡូវបាហូយើងគឺនេះល្អមែនតើវាសភៅហើយយើងប៉ះទៅដឹងថាវាស្រួយណាវាអត់មានជាតិទឹកទេគឺវាស្រួយល្អមែនតើណាឥឡូវហ្នឹងគឺរួចរាល់ហើយយើងអាចយកវាទៅច្រកកន្លទុកបានណាអញ្ចឹងយើងទុកឲ្យវាត្រជាក់សិនចាំយើងយកវាទៅច្រកកន្លបន្តទៀតហើយខ្ញុំបន្តលីងសាច់ជ្រូកដែលនៅស្វានឹងឲ្យអស់បន្តទៀតនេះឥឡូវហ្នឹងគឺរួចរាល់ហើយអញ្ចឹង1គីឡូកន្លះហ្នឹងគឺខ្ញុំលីងវា4ដងណាយើងលីងវា4ខ្ទះអញ្ចឹងទៅដាក់វាល្មមអាចមកលីងស្រួលបានណានេះរួចហើយយើងអាចទុកឲ្យវាត្រជាក់សិនទៅហើយចាំយើងច្រកចូលកន្ល